ប្រមានសងសឹកប្រសិនបើសហរដ្ឋអាមេរិកបើការវាយប្រហារដោយយោធាពិតមែនស្របពេលក្រុម NATO វ៉ាវរាប់រយនាក់ត្រូវគិរាយការពីការស្លាប់ដោយការបង្ក្រាបពីកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលអ៊ីរ៉ង់កាសែត BBC បានរាយការណ៍ដោយស្រង់សម្ដីរបស់ពលរដ្ឋនៅក្នុងហេតុការណ៍កាលពីថ្ងៃអាទិត្យដោយពួកគេនិយាយថានៅពេលនេះស្ថានភាពនៅក្នុងទីក្រុងតេហេរ៉ង់គឺពិតជាអាក្រក់និងអ៊ូអាប់ណាស់មានមិត្តភ័ក្តិជាច្រើនរបស់ពួកគេត្រូវកម្លាំងបង្ក្រាបរបស់រដ្ឋាភិបាលបាញ់សម្លាប់ហើយឈាមក្រហមច្រាលក្រាលពេញទៅបរិវេណនៃការតវ៉ារបស់ក្រុមបាតុកររីឯសាកសពរបស់ជនរងគ្រោះដែលត្រូវគេបាញ់សម្លាប់ត្រូវគេបោះដាក់លើឡានទ្រុងមុននឹងដឹកចេញទៅផ្អែកលើការអង្កេតរបស់អ្នកកាសែត BBC តាមរយៈឃ្លីបដែលមាននៅក្នុងវីដេអូកាមេរ៉ាបង្ហាញថាចំនួនអ្នកស្លាប់ជិត200នាក់ហើយខណៈរបាយការណ៍ពីក្រមសកម្មជនផ្នែកការពារសិទ្ធិមនុស្សវិញរកឃើញថាចំនួនអ្នកស្លាប់ដោយការបង្ក្រាបពីកម្លាំងរបស់រដ្ឋាភិបាលកើនឡើងជិត500នាក់ហើយនៅទូទាំងប្រទេសចំនួននេះនៅមិនទាន់គិតដល់កម្លាំងសន្តិសុខដែលបានបាត់បង់ជីវិតជិត50នាក់ទៀតនៅឡើយនោះផងកាសែត BBC បានស្រង់របាយការណ៍ពីទីភ្នាក់ងារផ្ដល់ព័ត៌មានឲ្យដឹងថាគិតត្រឹមរយៈពេល2សប្តាហ៍នៃភាពចលាចលនេះមានពលរដ្ឋជាង 1600 នាក់ហើយត្រូវគេចាប់ឃុំខ្លួនស្ថិតក្នុងស្ថានភាពនេះសេតាវិមានប្រកាសចំហនឹងចូលទៅអន្តរាគមន៍ដើម្បីបញ្ចប់របបរបស់ទីក្រុងតេហេរ៉ង់នេះក្រោយកម្លាំងយោធារបស់រដ្ឋាភិបាលបង្ក្រាបក្រុមអ្នកតវ៉ាដោយមិនរើសមុខដែលបណ្ដាលឲ្យមានអ្នកស្លាប់របួសនិងចាប់ខ្លួនចេះតែបន្តកើនឡើងមិនឈប់ឈរក៏ប៉ុន្តែកាលពីថ្ងៃអាទិត្យលោកដូណាល់ត្រាំប្រធានាធិបតីអាមេរិកបានអះអាងថាក្បាលម៉ាស៊ីនដឹកនាំរបស់ទីក្រុងតេហេរ៉ង់បានហៅទូរស័ព្ទមកខ្លួនដើម្បីបើកផ្លូវឲ្យមានការចរចាបន្ទាន់មួយបើទោះជាបែបណាទីក្រុងវ៉ាស៊ីនតោនបដិញ្ញាចិត្តរួចហើយថាខ្លួននឹងចេញប្រតិបត្តិការមុនជំនួបទ្វេភាគីរវាងទីក្រុងតេហេរ៉ង់និងសេតាវិមានកើតឡើងយ៉ាងនេះក្តីសហរដ្ឋអាមេរិកនៅមិនទាន់បានគិតគូរឲ្យបានល្អិតល្អន់នៅឡើយទេជុំវិញការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោននេះក៏ប៉ុន្តែកាលពីថ្ងៃអាទិត្យលោកដូណាល់ត្រាំបាននិយាយថាយើងកំពុងសម្លឹងមើលជំរឿដ៏រឹងមាំមួយចំនួនក្នុងន័យនេះគឺលោកដូណាល់ត្រាំកំពុងគូសវាសទៅដល់ការវាយប្រហារដោយយោធាប្រឆាំងនឹងទីក្រុងតេហេរ៉ង់ក្នុងពេលណាមួយដែលជាមធ្យោបាយជាច្រើនអាចជាប្រភពប្រឆាំងរបស់រដ្ឋាភិបាលអ៊ីរ៉ង់តាមរយៈអនឡាញអាវុធតាមអ៊ីនធឺណិតប្រឆាំងនឹងយោធាអ៊ីរ៉ង់ឬការដាក់ទណ្ឌកម្មបន្ថែមទៀតចំណែកសមាជិកសភាអ៊ីរ៉ង់បានប្រមានសេតាវិមានរួចហើយថាប្រសិនបើអាមេរិកហ៊ានតែវាយប្រហារដោយកម្លាំងយោធាទីក្រុងតេហេរ៉ង់នឹងសងសឹកវិញហើយក៏ឆ្លើយតបដោយយោធាដូចគ្នាយ៉ាងដូច្នោះដែរបើដូច្នេះមែននោះមកដល់ពេលនេះទីក្រុងវ៉ាស៊ីនតោនបានអះអាងរួចហើយថាយោធារបស់ខ្លួននឹងសម្ព័ន្ធមិត្តគឺអ៊ីស្រាអែលរួមទាំងមជ្ឈមណ្ឌលដឹកជញ្ជូននឹងក្លាយជាគោលដៅស្របច្បាប់ក្នុងការវាយប្រហារដោយយោធាប្រឆាំងទីក្រុងតេហេរ៉ង់លើកនេះ